ព្រះជាម្ចាស់បញ្ជូនជំនួយមិត្តភ័ក្តិរបស់ព្រះយេស៊ូវនិងអ្នកជំនួយការបានរួបរวมប្រជុំជាមួយគ្នានៅក្នុងបន្ទប់មួយនៅជាន់ខាងលើគេបានបិទវាំងននជិតឈឹងទោះបីជាមានថ្ងៃរះនៅខាងក្រៅក៏ដោយហើយពួកគេនៅចាក់សោទ្វារឲ្យជាប់ដែរពីមុនព្រះយេស៊ូវធ្លាប់មានបន្ទូលប្រាប់ពួកគេថាចូលរងចាំនៅក្នុងក្រុងយេរូសាឡឹមចុះខ្ញុំនឹងបញ្ជូនកាដូដ៏វិសេសមួយមកឲ្យអ្នករាល់គ្នាគឺអំណាចនៃព្រះជាម្ចាស់នឹងមកនៅក្នុងអ្នកព្រះវិញ្ញាណបរិសុទ្ធនឹងយាងចុះមកហេតុដូច្នេះហើយទើបពួកគេនៅទីនោះរងចាំតែតាមពិតទៅពួកគេកំពុងតែលាក់ខ្លួនដោយសារការភ័យខ្លាចអ្នកមិនអាចនឹងបន្ទោសពួកគេបានទេពីព្រោះមិត្តភ័ក្តិដ៏ល្អបំផុតរបស់គេបានចាកចេញបាត់ទៅហើយពួកមនុស្សសំខាន់និងពួកមេដឹកនាំក៏បានតាមចាប់ពួកគេដែរព្រះយេស៊ូវក៏បានប្រទានកិច្ចការឲ្យពួកគេធ្វើតែពួកគេមិនដឹងថានឹងត្រូវធ្វើដូចម្តេចឡើយនៅពេលដែលពួកគេកំពុងរងចាំពួកគេក៏បានអធិដ្ឋានហើយចងចាំពីផែនដីនៃការសង្គ្រោះរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានរៀបចំតាំងពីដើមដំបូងមកម្ល៉េះរំពេចនោះស្រាប់តែមានខ្យល់បក់គំហុកយ៉ាងខ្លាំងចូលមកក្នុងបន្ទប់តូចបញ្ចេញសំឡេងឆ្លងកាត់ជញ្ជាំងហើយបក់កំទេចចំបើងលើកម្រាលមើលណោនៅពីលើក្បាលគេម្នាក់ដែលនៅទីនោះមានពន្លឺដូចជាអណ្ដាតភ្លើងដែលភ្លឺក្នុងទីងងឹតគឺជាអណ្ដាតភ្លើងដែលមិនធ្វើឲ្យនរណាម្នាក់រលាកឬក៏ឈឺចុកចាប់ឡើយលើសពីនេះទៅទៀតពួកគេមានអារម្មណ៍ថាដូចជាមានកម្ដៅដ៏ចម្លែកនៅក្នុងចិត្តរបស់ពួកគេគឺដូចជាភាពត្រជាក់ទាំងឡាយនិងភាពក្រោកគ្រាតដែលកំពុងតែរលាយទៅហើយដូចជាចិត្តដ៏ខ្ទេចខ្ទាំរបស់ពួកគេកំពុងតែជាសះស្បើយឡើងវិញហើយព្រះជាម្ចាស់បានប្រទានឲ្យពួកគេនៅចិត្តថ្មីគឺជាចិត្តដែលនឹងអាចមានចលនាត្រឹមត្រូវបានពួកគេមិនដឹងថាការនេះកើតឡើងបែបណាទេប៉ុន្តែពួកគេបានដឹងថាអំណាចព្រះជាម្ចាស់បានប៉ះពាល់ចិត្តពួកគេឲ្យរំភើបហើយព្រះយេស៊ូវទ្រង់បានយាងមកគង់នៅក្នុងចិត្តរបស់ពួកគេផងដែរពួកគេបានឃើញព្រះយេស៊ូវយាងទៅឆ្ងាយប៉ុន្តែឥឡូវនេះព្រះអង្គទ្រង់គង់នៅជាមួយពួកគេចិត្តជាងពីមុនទៅទៀតគឺនៅក្នុងចិត្តពួកគេម្នាក់តែម្ដងហើយនៅពេលនេះគ្មានអ្វីដែលអាចនឹងបំបែកគេបានឡើយព្រះយេស៊ូវទ្រង់តែងតែគង់នៅជាមួយពួកគេជានិច្ចទ្រង់ស្រឡាញ់ពួកគេហើយខ្សឹបប្រាប់ពួកគេពីសេចក្តីសន្យាដែលនឹងដកយកអស់ទាំងភាពពឹសពុលព្រមទាំងពាក្យភូតផុសដ៏អាក្រក់និងជំងឺនៅក្នុងចិត្តពួកគេចេញដែរសេចក្តីសន្យាដ៏វិសេសរបស់ព្រះជាម្ចាស់ចំពោះពួកគេគឺអ្នករាល់គ្នាជាកូនស្ងួនភ្ញៀរបស់យើងហើយយើងស្រឡាញ់អ្នករាល់គ្នាព្រះយេស៊ូវបានមានបន្ទូលថាចូលមករៀបចំផ្ទះឯងនៅក្នុងខ្ញុំចុះដោយដែលខ្ញុំបានរៀបចំផ្ទះក្នុងឯងដែរតើអាចធ្វើបានឬទេស្ថានសួគ៌កំពុងតែមកសន្ធិដ្ឋក្នុងចិត្តរបស់ពួកគេនាំគ្នាបើកបង្អួចឡើងហើយពន្លឺថ្ងៃក៏ជះចូលពេញបន្ទប់គឺដូចជាសេចក្តីស្រឡាញ់បានចូលជន់ពេញក្នុងចិត្តរបស់ពួកគេដែរនៅក្នុងបន្ទប់តូចនេះពោពេញទៅដោយសំឡេងសប្បាយរីករាយរាំច្រៀងនិងសើចពួកគេបានដោះកន្លឹះចេញហើយបើកទ្វាររួចរត់តាមដងផ្លូវហាក់បីដូចជាពួកគេមិនធ្លាប់មានការភ័យខ្លាចអ្វីទាល់តែសោះសាវកពេត្រុសបាននិយាយដោយសំឡេងឮខ្លាំងដើម្បីឲ្យគ្រប់គ្នាអាចឮបានគាត់ស្រែកថាព្រះយេស៊ូវបានសគត់ចំនួនអ្នករាល់គ្នាពីព្រោះព្រះអង្គស្រឡាញ់អ្នករាល់គ្នាតែព្រះជាម្ចាស់បានធ្វើឲ្យព្រះអង្គមានប្រជញ្ញរស់ឡើងវិញព្រះអង្គបានជួយសង្គ្រោះអ្នករាល់គ្នាពួកបណ្ដាជនទាំងអស់ក៏បាននាំគ្នាឈប់ហើយចាំស្ដាប់ព្រះបន្ទូលបានជ្រាបចូលយ៉ាងជ្រៅទៅក្នុងដួងចិត្តរបស់ពួកគេហើយមានអំណាចដូចជាថ្នាំដែលព្យាបាលពួកគេឲ្យបានជាគឺដូចជាថ្នាំដែលបន្សាបភាពពឹសពុលដ៏សាហាវក៏ដូចជាការថើបដែលធ្វើឲ្យអ្នកភ្ញាក់ពីដំណេកដ៏លង់លក់មួយអញ្ចឹងសាវកពេត្រុសនិយាយឡើងថាចូលឈប់រត់ចេញពីព្រះជាម្ចាស់ទៅចូលរត់ចូលមកឯព្រះអង្គវិញដើម្បីឲ្យទ្រង់អាចនឹងស្រឡាញ់អ្នកនិងរំដោះអ្នកឲ្យមានសេរីភាពចុះបន្ទាប់មកសាវកពេត្រុសក៏បានប្រាប់ពួកគេអំពីក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលជាក្តីស្រឡាញ់ដែលគ្មានទីបញ្ចប់មិនអាចបោះបង់បានមិនអាចបំបែកចេញបានដដែលជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យជានិច្ចនិងអំពីបែបដែលព្រះយេស៊ូវទ្រង់យាងមកហើយនឹងអំពីអ្វីទាំងអស់ដែលបានកើតឡើង
មានមនុស្សជាច្រើនមកពីស្រុកឆ្ងាយនៅក្រុងយេរូសាឡឹមពួកគេមិនអាចនិយាយភាសាដូចគ្នាបានឡើយប៉ុន្តែនៅពេលដែលពួកគេបានស្ដាប់សាវកពេត្រុសពួកគេគ្រប់គ្នាអាចយល់បាននៅអ្វីដែលគាត់បាននិយាយតាមភាសារៀងៗខ្លួនមានមនុស្សជាច្រើនបានទទួលជឿហើយបានក្លាយទៅជាមិត្តភក្តិថ្មីរបស់ព្រះយេស៊ូវនិងអ្នកជំនួយរបស់ព្រះអង្គដំណឹងដ៏អស្ចារ្យរបស់ព្រះយេស៊ូវបានលឺសុសសាយឡើងគឺដូចជាផ្កាភ្លើងដែលខ្ទាតចេញពីភ្នក់ភ្លើងទៅកាន់ស្រុកទៅកាន់ភូមិហើយនិងទីក្រុងនានាមានមនុស្សជឿកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃដូច្នេះហើយបានជាគ្រួសារនៃកូនរបស់ព្រះជាម្ចាស់ជាមនុស្សដែលសំខាន់របស់ព្រះអង្គបានរីកចម្រើនឡើងមានមនុស្សម្នាក់ឈ្មោះលោកសលគាត់បានមើលឃើញការនេះហើយគាត់បាននិយាយថាខ្ញុំនឹងបញ្ឈប់ការនេះប៉ុន្តែនេះជាផែនការរបស់ព្រះជាម្ចាស់ហើយគ្មានអ្វីនៅក្នុងលោកីយ៍ទាំងមូលនេះអាចនឹងបញ្ឈប់ផែនការនេះបានឡើយ។